បន្ទាប់ពីយើងបានបិទអ៊ីនធឺណិតរួចយើងអាចចាប់ផ្ដើម scan ដើម្បី scan មើល virus នៅក្នុង computer ហើយនឹង clear scam តាម online នឹងចេញអញ្ចឹងយើងចុច command អក្សរsorry យើងចូលឡើង search នេះវាយពាក្យថា cmd តមកយើងឈរលើវា click mouse ស្ដាំយកពាក្យ run as administrator តមកយើងចុចយក yes ហើយយើងវាយពាក្យដែលខ្ញុំបានដាក់នេះទៅ sfc/scan now ចឹងយើងចាំរហូតដល់វាដំណើរការរហូតដល់ 100% យើងប្រើ command សម្រាប់ scan មួយទៀតគឺ clear ទៅលើការបញ្ជាទៅលើតាម online ម្ដងចឹងពេលវា complete 100% យើងអាចទៅ scan មើលមកតង់ទៀតយើងវាយពាក្យដូចខ្ញុំសេមក dism/online .clear/clean up image .clear/restore hull restore alt នេះវាចេញបែបនេះមានន័យថាយើងសេអត់បានត្រឹមត្រូវ check មើលម្ដងទៀតdims/online/cleanup/restore hull ta click x មួយអញ្ចឹងវាចេញបែបនេះគឺមានន័យថាវាកំពុងដំណើរការអញ្ចឹងយើងចាំវា complete ឲ្យបាន 100% សិនអូខេអញ្ចឹងបន្ទាប់ពីយើង scan successfully 100% បែបនេះហើយយើងទៅ check ទៅលើservice របស់យើងតើsecurity គេមាន alert អីអត់ទៀតអញ្ចឹងយើងអាចវាយពី security ចឹងយើងមើលនៅកន្លែងនេះតើវាមាន virus អីទៀតអត់ចឹងបើចេញបែបនេះមានន័យថាអត់មានបញ្ហាអីទេហើយនឹងយើង check ទៅលើមួយទៀតគឺservice service.msc នេះយើងវាយពាក្យ service.msc ហើយយើង run ហើយយើងរកពាក្យថា Microsoft Defender អញ្ចឹងយើងមើលកន្លែងនេះបើសិនជាវា run manual ឬក៏ automatic ចេះអញ្ចឹងអាហ្នឹងវាអត់មានបញ្ហាអីទេតែបើឃើញមានពាក្យថាកន្លែង running ហើយកន្លែងstart up ហ្នឹងដាក់ពាក្យថា stop ឬក៏ running ហ្នឹងបដូរទៅពាក្យ stop មានន័យថាអាហ្នឹងគេនៅ control computer យើងបានទៀតណាអញ្ចឹងបើសិនជាយើងដោះមកវា check មកអត់មានបញ្ហាអីហ្នឹងទេគឺអូខេហើយគឺយើងអាចយកកុំព្យូទ័រយើងប្រើប្រាស់វិញហើយគេអត់អាច control កុំព្យូទ័រយើងបានទៀតទេ